នេតិយល់ដឹងអំពីច្បាប់និងជំនួយការប្រមូលពន្ធលើអចលនទ្រព្យហាក់ដូចជារឿងថ្មីស្រឡាងណាស់សម្រាប់ប្រជាជនខ្មែរទូទៅដើម្បីបានជ្រាបកាន់តែច្បាស់អំពីប្រធានបទនេះសូមជួបជាមួយនឹងសេនឌីណាជាថ្មីឌីណាចាប់តាំងពីឆ្នាំ2011មករដ្ឋាភិបាលកម្ពុជាបានចាប់ផ្ដើមអនុវត្តការប្រមូលពន្ធលើអចលនទ្រព្យតើអចលនទ្រព្យប្រភេទណាខ្លះដែលត្រូវជាប់ពន្ធបាទសមិញជាគោលការណ៍ពន្ធលើអចលនទ្រព្យគឺត្រូវមានវិសាលភាពនៅទូទាំងប្រជាជាតិកម្ពុជាក៏ប៉ុន្តែច្បាប់បានកំណត់ថាជាជំហានដំបូងគេយកពន្ធតែទៅលើអចលនទ្រព្យដែលស្ថិតនៅតំបន់មួយចំនួនសិនគឺអចលនទ្រព្យដែលស្ថិតនៅក្នុងភូមិសាស្ត្ររដ្ឋបាលរាជធានីភ្នំពេញហើយនៅតាមខេត្តគឺយកតែនៅក្នុងក្រុងសិនមានន័យថាអចលនទ្រព្យដែលនៅតាមភូមិឃុំស្រុកដែលនៅក្រៅក្រុងក្រៅទីរួមខេត្តហ្នឹងគឺមិនទាន់ត្រូវជាប់ពន្ធឡើយទេនៅពេលនេះហើយម្យ៉ាងទៀតអចលនទ្រព្យដែលត្រូវជាប់ពន្ធលុះត្រាតែអចលនទ្រព្យនោះវាមានតម្លៃលើសពី100លានរៀលទៅគឺប្រមាណប្រហែលជា$25,000អាមេរិកហើយច្បាប់នៅកំណត់ថាអចលនទ្រព្យដែលត្រូវយកពន្ធនោះគឺគេសំដៅទៅលើដីផ្ទះអគារនិងសំណង់ផ្សេងទៀតដែលសង់ភ្ជាប់ទៅនឹងដីនោះក៏ប៉ុន្តែមានប្រភេទអចលនទ្រព្យខ្លះដែលច្បាប់លើកលែងមិនឲ្យជាប់ពន្ធគឺក្នុងនោះដូចជាមានដីកសិកម្មដូចជាដីស្រែដីចម្ការដីកសិដ្ឋានចិញ្ចឹមសត្វឬក៏ដីស្រែអំបិលជាដើមដូចជាអចលនទ្រព្យដែលជាកម្មសិទ្ធិរបស់រដ្ឋាភិបាលអចលនទ្រព្យដែលជាកម្មសិទ្ធិរបស់ស្ថានទូតស្ថានកុងស៊ុលបរទេសឬក៏របស់អង្គការអន្តរជាតិដែលទទួលស្គាល់ដោយរដ្ឋាភិបាលអចលនទ្រព្យដែលជាកម្មសិទ្ធិរបស់អង្គការសាសនាឬក៏អង្គការសប្បុរសធម៌ហើយដែលប្រើប្រាស់ក្នុងគោលដៅសាសនាឬក៏គោលដៅសប្បុរសធម៌សុទ្ធសាធអញ្ចឹងនេះមានន័យថាគេមិនត្រូវរាប់បញ្ចូលក្នុងករណីលើកលែងពន្ធនេះទេមានន័យថាត្រូវជាប់ពន្ធបងពន្ធអចលនទ្រព្យចំពោះអចលនទ្រព្យដែលជួលឬក៏ផ្ដល់ឲ្យជាបណ្ដោះអាសន្នដើម្បីប្រើប្រាស់ក្នុងគោលដៅសាសនាឬក៏គោលដៅសប្បុរសធម៌ឬក៏អចលនទ្រព្យដែលជាកម្មសិទ្ធិរបស់អង្គការសាសនាឬអង្គការសប្បុរសធម៌ដែរក៏ប៉ុន្តែអចលនទ្រព្យនឹងត្រូវជួលឬផ្ដល់ទៅឲ្យអ្នកផ្សេងដើម្បីប្រើប្រាស់ក្រៅពីគោលដៅសាសនានិងសប្បុរសធម៌អញ្ចឹងមានន័យថាអចលនទ្រព្យអស់ទាំងអស់ហ្នឹងគឺនៅត្រូវតែបងពន្ធដដែលចាតើអ្នកណាជាអ្នកត្រូវជាប់បន្ទុកបងពន្ធអចលនទ្រព្យត្រូវបងនៅពេលណាហើយទៅបងនៅកន្លែងណាឌីណាម្នាក់ដែលជាប់បន្ទុកត្រូវបងពន្ធគឺច្បាប់កំណត់ថាជាម្ចាស់កម្មសិទ្ធិឬអ្នកដែលកាន់កាប់ឬអ្នកដែលទទួលប្រយោជន៍ចុងក្រោយលើអចលនទ្រព្យដែលត្រូវជាប់ពន្ធហើយពន្ធអចលនទ្រព្យនេះគឺត្រូវបង់នៅតាមសាខាពន្ធដារខេត្តឬខណ្ឌដែលអចលនទ្រព្យនោះស្ថិតនៅបើសិនជាអចលនទ្រព្យនៅខេត្តគឺត្រូវបង់ពន្ធនៅសាខាពន្ធដារខេត្តបើនៅភ្នំពេញអចលនទ្រព្យស្ថិតនៅក្នុងខណ្ឌណាត្រូវបង់ពន្ធនៅសាខាពន្ធដារខណ្ឌនោះហើយពន្ធគឺត្រូវបង់យ៉ាងយូរបំផុតត្រឹមថ្ងៃទី30ខែកញ្ញានៃឆ្នាំដែលជាប់ពន្ធហើយអ្នកជាប់បន្ទុកបង់ពន្ធគឺត្រូវដាក់លិខិតប្រកាសពន្ធនឹងហើយធ្វើការគណនាប្រាក់ពន្ធនឹងដោយខ្លួនឯងចាស់តើពន្ធលើអចលនទ្រព្យនេះត្រូវគណនាយ៉ាងដូចម្តេចដែរពន្ធលើអចលនទ្រព្យគឺជាពន្ធប្រចាំឆ្នាំន័យថាមួយឆ្នាំបង់ម្ដងហើយអត្រាពន្ធប្រចាំឆ្នាំលើអចលនទ្រព្យនេះគឺ 0.1% ហើយដោយសារតែច្បាប់កំណត់ឲ្យជាប់ពន្ធតែចំពោះអចលនទ្រព្យដែលមានតម្លៃលើពី100លានរៀលដូច្នេះអ្នកដែលមានអចលនទ្រព្យមានតម្លៃត្រឹម100លានរៀលឬក៏តិចជាងហ្នឹងអត់មានកាតព្វកិច្ចត្រូវបង់ពន្ធទេហើយលិខិតប្រកាសពន្ធក៏មិនចាំបាច់ត្រូវធ្វើដែរចំពោះអ្នកដែលមានអចលនទ្រព្យមានតម្លៃលើសពី100លានរៀលគឺត្រូវបង់ពន្ធហើយបង់ចំពោះតែចំណែកដែលលើសពី100លានរៀលហ្នឹងដែរដើម្បីគណនាប្រាក់ពន្ធទី1គឺគេត្រូវកំណត់តម្លៃអចលនទ្រព្យសរុបគឺទាំងតម្លៃដីហើយនឹងតម្លៃសំណង់ដែលសង់នៅលើដីនឹងបើសិនជាមានហើយយោងតាមប្រកាសរបស់ក្រសួងសេដ្ឋកិច្ចចុះថ្ងៃទី5ឧសភាឆ្នាំ2011តម្លៃអចលនទ្រព្យសរុបដែលគេគណនាឃើញហើយហ្នឹងគេយកតែ 80% ទេមកគិតពន្ធហើយក្នុង 80% នៃតម្លៃអចលនទ្រព្យហ្នឹងគេត្រូវដក100លានរៀលចេញទៀតនៅសល់ប្រមាណបានយកទៅគុណនឹង 0.1% ទើបចេញជាចំនួនប្រាក់ពន្ធដែលត្រូវបង់មែនទេទៅគេថាបើនិយាយដោយសង្ខេបខ្លីរូបមន្តនៃការគណនាពន្ធអចលនទ្រព្យយោងតាមប្រកាសរបស់ក្រសួងសេដ្ឋកិច្ចគឺថាគេយកតម្លៃអចលនទ្រព្យសរុបគុណនឹង 80% ដក100លានរៀលសល់ប្រមាណយកទៅគុណនឹង 0.1% ចាចុះតើតម្លៃអចលនទ្រព្យនេះត្រូវកំណត់យ៉ាងដូចម្តេចតម្លៃអចលនទ្រព្យគឺអនុគណៈកម្មការវិតម្លៃអចលនទ្រព្យដែលជាអ្នកកំណត់ដោយប្រៀបធៀបទៅនឹងតម្លៃទីផ្សារហើយសម្រាប់ឆ្នាំ2011តម្លៃអចលនទ្រព្យគឺមានភ្ជាប់ជាឧបសម្ព័ន្ធនៅក្នុងប្រកាសរបស់ក្រសួងសេដ្ឋកិច្ចថ្ងៃទី5ខែឧសភាឆ្នាំ2011ហើយតារាងតម្លៃអចលនទ្រព្យនេះគឺគេត្រូវផ្សព្វផ្សាយជាសាធារណៈដូចជាបិទផ្សាយនៅតាមសាលាសង្កាត់នៅសាខាពន្ធដារខេត្តសាខាពន្ធដារខណ្ឌនៅភ្នំពេញឬក៏នៅលើទំព័រ website របស់អគ្គនាយកដ្ឋានពន្ធដារហ្នឹងក៏ឃើញមានចុះផ្សាយដែរហើយនៅក្នុងតារាងតម្លៃហ្នឹងតម្លៃអចលនទ្រព្យគឺគេគិតជាតម្លៃក្នុងម៉ែត្រការ៉េហើយវាអាចមានតម្លៃខុសៗគ្នាទៅតាមប្រភេទដីឬសំណង់ទៅតាមទីតាំងរបស់អចលនទ្រព្យដូចជានៅក្រុងនៅខេត្តនៅជិតផ្សារនៅឆ្ងាយពីទីប្រជុំជនឬក៏ជាផ្ទះជាន់ផ្ទាល់ដីជាន់ទី1ជាន់ទី2ទី3ទី4ឡា
ឧទាហរណ៍ថាខ្ញុំមានដីទទឹង4ម៉ែត្របដោយ25ម៉ែត្រមានន័យថាទំហំ100ម៉ែត្រការ៉េហើយនៅលើដីនោះមានផ្ទះល្វែង2ជាន់ដើម្បីងាយស្រួលគឺថាផ្ទះហ្នឹងទំហំប៉ុនដីដែរគឺទទឹង4ម៉ែត្របដោយ25ម៉ែត្រហើយដីនឹងផ្ទះល្វែងហ្នឹងស្ថិតនៅមុខផ្សារកាចេះហើយផ្ទះហ្នឹងជាផ្ទះចាស់លើពី10ឆ្នាំនៅក្នុងតារាងតម្លៃអចលនទ្រព្យកំណត់ដោយអនុគណៈកម្មការវិតម្លៃអចលនទ្រព្យគេថាឃើញថាដីនៅជុំវិញផ្សារកាចេះគឺមានតម្លៃ$250ក្នុង1ម៉ែត្រការ៉េផ្ទះល្វែងដែលជាន់ផ្ទាល់ដីគឺ$170ក្នុង1ម៉ែត្រការ៉េហើយផ្ទះជាន់ទី1គឺ$110ក្នុង1ម៉ែត្រការ៉េអញ្ចឹងតម្លៃអចលនទ្រព្យរបស់ខ្ញុំគឺបូកសរុបទៅគឺទី1ត្រូវគិតតម្លៃដី100ម៉ែត្រការ៉េគុណនឹង$250ក្នុង1ម៉ែត្រការ៉េគឺត្រូវ$25,000ផ្ទះជាន់ទី1ផ្ទាល់ដី100ម៉ែត្រការ៉េដែរគុណនឹង$170គឺ$17,000ហើយជាន់ទី1 100ម៉ែត្រការ៉េដែរគុណនឹង$110ទៅគឺ$11,000អញ្ចឹងតម្លៃសរុបគិតទៅទាំងដីទាំងផ្ទះជាន់ផ្ទាល់ដីទាំងផ្ទះជាន់ទី1សរុបគឺ$53,000ហើយដល់ពេលគិតជារៀលដោយសារតែត្រូវបង់ប្រាក់គេគិតជារៀលគឺយើងយកមកចែកជារៀលទៅបាន$212លានរៀលហ្នឹងបើគិតតាមអត្រាប្តូរប្រាក់ដែលកំណត់ដោយអគ្គនាយកដ្ឋានពន្ធដារសម្រាប់ពីឆ្នាំ2011គឺ$1ស្មើនឹង$4,000រៀលអញ្ចឹងដើម្បីដល់បានតម្លៃសរុបរបស់អចលនទ្រព្យទាំងដីទាំងផ្ទះនឹងហើយដើម្បីគិតពន្ធគឺគេយក$212លានរៀលដែលជាតម្លៃអចលនទ្រព្យសរុបហ្នឹងគុណនឹង80%ដក100លានរៀលទៅហើយគុណនឹង0.1ចេញជាលុយរៀលគឺ$69,600រៀលដែលគិតជាដុល្លារទៅគឺវា$17កន្លះជិតកន្លះចាចុះអ្នកដែលមានអចលនទ្រព្យច្រើនតើគាត់ត្រូវគណនាពន្ធសរុបរួមគ្នាឬក៏ត្រូវធ្វើដាច់ដោយឡែកពីគ្នាម្នាក់ដែលមានអចលនទ្រព្យជាដីហើយមានផ្ទះអគារឬក៏សំណង់សង់នៅលើដីហ្នឹងគឺគេរាប់ជាអចលនទ្រព្យតែមួយទេហើយត្រូវយកតម្លៃសរុបទាំងដីទាំងសំណង់ដើម្បីយកទៅគណនាប្រាក់ពន្ធហើយបង់ពន្ធក៏ធ្វើលិខិតប្រកាសតែមួយបង់ពន្ធតែមួយដែរក៏ប៉ុន្តែអ្នកដែលមានអចលនទ្រព្យច្រើនដាច់ពីគ្នាកន្លែងខុសគ្នាគឺត្រូវធ្វើលិខិតប្រកាសពន្ធគណនាប្រាក់ពន្ធនិងបង់ពន្ធទៅលើអចលនទ្រព្យនីមួយៗដាច់ដោយឡែកពីគ្នានេះបើតាមប្រកាស10នៃប្រកាសរបស់ក្រសួងសេដ្ឋកិច្ចចុះថ្ងៃទី19ខែកក្កដាឆ្នាំ2010ចាចុះនៅពេលដែលយើងទៅចុះបញ្ជីពន្ធអចលនទ្រព្យតើម្ចាស់ទ្រព្យត្រូវភ្ជាប់អ្វីខ្លះជាមួយក៏ដូចជាឯកសារនោះពេលចុះបញ្ជីឯកសារភ្ជាប់គឺទី1គឺត្រូវភ្ជាប់ជាលិខិតថតចម្លងឯកសារដែលបញ្ជាក់អំពីអត្តសញ្ញាណដូចជាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរឬសម្បត្តិបញ្ជាក់កំណើតឬក៏លិខិតឆ្លងដែនសម្រាប់ជនបរទេសទី2គឺឯកសារបញ្ជាក់អំពីទីលំនៅដូចជាសៀវភៅគ្រួសារសៀវភៅស្នាក់នៅឬក៏លិខិតបញ្ជាក់លំនៅហើយមួយទៀតគឺឯកសារបញ្ជាក់សិទ្ធិទៅលើអចលនទ្រព្យដូចជាប័ណ្ណសម្គាល់សិទ្ធិប័ណ្ណសម្គាល់ការកាន់កាប់អចលនវត្ថុឬវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចេញដោយរដ្ឋបាលសុរិយោដីឬក៏ឯកសារផ្សេងទៀតដែលពាក់ព័ន្ធទៅនឹងការកាន់កាប់អចលនទ្រព្យដែលបញ្ជាក់ដោយអាជ្ញាធរឃុំសង្កាត់ឡើងទៅចាអរគុណឌីណានិងអរគុណប្រិយមិត្តដែលកំពុងតែស្ដាប់នីតិស្វែងយល់អំពីច្បាប់នៅពេលនេះ